chuồn chi chạy đón chúng tôi toàn sấy sầm nắng đi say lỗi mà lên na ôn chia cô lắm sốc sài trong ca tranh muốn say ha độ chân mình ruột xung tâm một tơ đã đại sợi đông bàn tê ở na lông lông cho bông ở cột sông xa sông bay đần đắp ở bắt rong ninh hai công pri bông lia ôn từ ngay bạn ai của tầng đi đây bà nhưng khoa khát xong liệu bọc vẹn năng xong rồi sắc san tin túi năng bù bà nhưng thua việc đây tại bên năng quật ở miền lôi tên ao y câu chẳng chúng tôi xua bông bông được học nia đàn cặp bông tại tam đàn tu sna được nông pek Khmer TV special có đôi chia pek tàu văn chơi lâm official bạn ngày nay dân miền ấy bị xét sầm rạp chun bông bông tu sna bà cứ trong càng nghe bởi dân ban tiệt tôn tại can bông pro đàn cặp bông tại là bay là bàn kháng nơi nông pe mà dạy trong còi nít bà cứ quạt cover bot đã tiên sniper bông bạn đã chia sầm niềng đá mà bọc bông nhảy sầm ồn bạn ở nơi bị kháng còi nơi bot chùm riêng là bay là bàn nít bông ôn trong đăng thà nâng miền bánh hai class là về để quạt thốt và trong đăng bị chụp bột quạt mấy class chụp quạt từng óc này thành một đồ bạn ba trăm điểm số cùng bạn ôi nhầm số hết này lư khang pu cho ba hết bạn không mua ấy đắt mùi phải rần ai dùng mà đấy đập bảy năm nơi sọc ấy khai đây đã nhưng nơi phun bơ vậy sọc cả đá trắng khát cả đá ô nó khai cả đá này nó bà nơi chật tặng đằng chân pu từ chụp tòa bát nó còn nơi đò xìm riệp đò ấy phá rần riêng thằng ti mà đấy ti mùi ai prap bán đi thằng nơi salana đấy nơi salana bạc thong sắc xa phun một bơ prey bắt đầuពីបង្ខំបត់ដាក់ទៀនស្នេហ៍បងនឹងប្រហែលថ្ងៃបានអូនទទួលបានការគ្រប់គ្រងខ្លាំងរហូតដល់ថ្ងៃហ្នឹងប្រហែលខ្ទង់ប្រហែលថ្ងៃថ្ងៃពីរថ្ងៃហ្នឹងអូលយមែនតើហើយធ្លាប់គិតអត់ធ្លាប់គិតថាបត់នឹងផុសហើយនឹងល្បីអញ្ចឹងធ្លាប់គិតដែរបាទហើយចំណាយពេលប្រហែលជាប្រហែលថ្ងៃថតនឹងឬក៏តែមួយថ្ងៃទេតាមថ្ងៃបាទហើយមានក្រុមការងារប្រហែលអ្នកដែរ2នាក់2នាក់ពូបាទហើយត្រូវជាអីគេមួយពូដែរត្រូវជាបងប្អូនចដូនមួយអូបាទហើយពូជាអ្នកភ្លេងเนาะបាទអូនចេះច្រៀងតាំងពីអាយុប្រហែលអូនខ្ញុំចេះច្រៀងតាំងពីអាយុ10ឆ្នាំអូខេនឹងហើយដូចជាម្សិលមិញទទួលបានព័ត៌មានថាពូណុយតាក់តងទៅអូនเนาะគាត់តាក់ទងមកជួយទឹកប្រាក់ឧបត្ថម្ភការរៀនសូត្ររបស់ខ្ញុំណាបាទអូហើយសប្បាយចិត្តអត់ចុះសប្បាយចិត្តខ្លាំងបាទចិត្តខ្លាំងធ្លាប់មើលកំ pl ែងពូណុយទេធ្លាប់ពូបាទហើយស្រឡាញ់គាត់អត់ចុះស្រឡាញ់តាហើយបានអរគុណគាត់ហើយត្រូវអត់បាទហ្នឹងហើយមានអីអរគុណគាត់ថែមទៀតអត់នៅក្នុងវីដេអូនេះពូណុយក៏កំពុងតែមើលដែរជាដំបូងខ្ញុំអរគុណគាត់ដែរគាត់មានទឹកចិត្តខ្ពស់ក្នុងការជួយឲ្យខ្ញុំបានរៀនសូត្របន្តទៀតអីបាទនិយាយមកឡើងអែមទៀតណាច្រៀងព្រោះហើយនិយាយលយទៀតរយៈពេលខ្លីតែប៉ុណ្ណោះអូនល្បីខ្លាំងអារម្មណ៍មិនដែរអារម្មណ៍សប្បាយត្រេកអរព្រោះអីតាំងពីធរបត់មកមិនអាចវាល្បីដូចបត់ហ្នឹងពូហើយដឹងមូលហេតុដំបូងវិញថាម៉េចបានល្បីខ្លាំងអញ្ចឹងពី TikTok មកឬក៏ពី Facebook មកឬក៏ YouTube TikTok អូ TikTok កន្លងមកពេលដែលម៉ាក់ដឹងថាអូនស្រឡាញ់សិល្បៈស្រឡាញ់ចម្រៀងអញ្ចឹងគាត់ដែរហាមឃាត់អូនអត់អត់ដែរ
ទេគាត់មានតែជួយជំរុញខ្ញុំឲ្យទៅច្រៀង ជំរុញបែបមិនទៅ ជំរុញដូចថាគាត់លើកទឹកចិត្តឲ្យខ្ញុំខំរៀនសូត្រចឹងទៅដើម្បីអនាគតខ្លាយទៅជាតារាចម្រៀងម្នាក់ ដែលមានទាំងសំឡេងមានទាំងចំណេះដឹងណោះបងប្អូនថ្ងៃនេះបងប្អូននឹងបានស្ដាប់សំឡេងផ្ទាល់បាត់ដាក់ទៀនស្នេហ៍បងបាទយើងនឹងសូមឲ្យអូនច្រៀងផ្ទាល់ឲ្យបងប្អូនស្ដាប់ថាតើទឹកដមសំឡេងរបស់គាត់ពេលដែលច្រៀងផ្ទាល់ព្រោះប៉ុណ្ណាទៅបាទឥឡូវពូសូមឲ្យក្មួយច្រៀងបទដាក់ទៀនស្នេហ៍បងឲ្យបងប្អូនស្ដាប់មុនណោះ ពូជួយរាប់ឲ្យហ្នឹង អញ្ចឹងពូរាប់ពីនេះទៅណា បាទ អូខេ 1 2 3 ជួនជាចៃដន្យជួនតើតនស្រីសំណាងនិស័យល្អយម្លេះណាអូនជាកូឡាំស្រុកស្រែចំការចាញ់មុនស្នេហាដកចិត្តមិនរួចសក់ខ្មៅលងចិញ្ចាំងខ្វងភក្ត្រាចောင်းយងល្អគ្មានស្រីណាដូចវិចាទុនភ្លន់នេត្រាមុតស្រួញឈានជើងលែងរួញជាប់អន់ទាំងស្នេហ៍ ចប់អូបាទបងប្អូនស្ដាប់ឡើងជក់មិញឡើងភ្លេចថាបទនឹងចប់បាត់ទៅហើយគិតថានៅពាក់កណ្ដាលទៀត អូច្រៀងអូនច្រៀងព្រោះមែនតើនេះគាត់ច្រៀងផ្ទាល់ណាបងប្អូនបាទតើឥឡូវពូសុំបទសម័យមួយទៀតមកណាអូខេតើឥឡូវបងប្អូនរីករាយស្ដាប់បទចម្រៀងមួយបទទៀតពីអូនបាទគឺបទសុំទឹកមួយផ្តិល សុំទឹកមកផ្ទិលដដែលស្រីដងបានទេអូនណានោះឡងចោបងឲ្យព្រាត់សងសាសុំស្បៃដណ្ដប់ឲ្យបាត់រងានាងហើយកំព្រាបងលាអូនទៅឆ្ងាយកាលនៅពីក្មេងទៅព្រមអានិនអាសួរដល់ចិនអានុនទ្រង់បងកំព្រាសុំស្បៃដណ្ដប់ឲ្យបាត់រងានាងហើយកំព្រាបងលាអូនទៅឆ្ងាយ អូបាទអរគុណអូនអេព្រោះមែនតើបងប្អូនបាទបទកត្រឹមក៏ព្រោះបទបែបមនុស្សចេតនាក៏ព្រោះដែរបាទហ្នឹងហើយអរគុណដែលអូនបានច្រៀងជូនពូស្ដាប់ក៏ដូចជាបងប្អូនប្រិមិត្តខ្មែរ TV ស្ដាប់ពូចង់សួរបន្ថែមបន្តិចទៀតរាល់ថ្ងៃហ្នឹងពុកធ្វើអីគេដែរ ពុកធ្វើចុងភៅ ចុះម៉ាក់ ម៉ែខ្ញុំគាត់ធ្វើកសិករ ពូឃើញអាវនេះដូចអាវពាក់ថតហី បាទ អីមិនអត់ពាក់អាវថ្មីចឹងអត់ដូរចឹង អាវគួរទៅមីដែរ អូថ្មីអស់ហើយណា បាទ អូអាហ្នឹងថ្មីជាងគេចឹងណាហ្នឹងហើយឥឡូវរងថ្ងៃនេះអូនខ្វះខាតអីខ្លះទៅ ខ្ញុំខ្វះខាតសម្លៀកបំពាក់និងសម្ភារៈសិក្សាទីទួយនោះបង បាទចង់បានខោអាវស្អាតៗណោះ បាទ ចុះធ្លាប់ប្រាប់ម៉ាក់អត់ថាម៉ាក់កូនចង់បានខោអាវស្អាតៗដូចកូនពូនោះកូនមីងនេះអីចឹង ខ្ញុំធ្លាប់ប្រាប់ដែរតែពេលហ្នឹងគាត់អត់មានលុយទិញឲ្យកូនចឹង តែអូនក៏អត់បង្ខំគាត់ដែរបើដឹងថាគាត់អត់លុយមែនណា បាទ ក្នុងនាមអូនជាកូនណាបាទចង់ដែលគិតថាបដិញ្ញាចិត្តខ្លួនឯងថានឹងខំប្រឹងអីដើម្បីគ្រួសាររបស់យើងឲ្យធូរធារជាងនឹងអីបាទ ខ្ញុំខំរៀនសូត្រឲ្យបានច្រើនគេលើបានការងារធ្វើអីចឹងជួយស៊ីចិញ្ចឹមគាត់វិញចឹង បាទជួយស៊ីចិញ្ចឹមមិនជួយរកស៊ីតែស៊ីកាន់អស់ទៀត អូខេហើយឥឡូវនេះបើសិនជាមានផលិតកម្មឬក៏ខាងក្រុមហ៊ុនណាគេតាក់ទងមក sponsor អូនដើម្បីផលិតចម្រៀងទៀតតើអូននឹងទទួលធ្វើអត់ អានឹងសម្រាប់លើបងចំនួនមួយណា បាទសម្រាប់លើបងសិន បាទហ្នឹងហើយបងប្អូនសង្ឃឹមថាអ្នក ប្រិមិត្តខ្មែរ TV ទាំងអស់កំពុងតែតាមដានទស្សនាវីដេអូនេះនឹងបានឃើញការសម្ភាសន៍
របស់យើងបាទស្ដាប់រឿងរ៉ាវជីវិតរបស់គាត់បាទឃើញថាជីវភាពគ្រួសាររបស់គាត់នឹងក៏ខ្វះខាតដែរបាទហើយអ្នកដែលមានសមត្ថភាពបែបហ្នឹងគឺយើងចង់ជំរុញឲ្យមានការគ្រប់គ្រងរឹតតែខ្លាំងបាទដើម្បីទៅមុខទៀតគាត់ក៏បានស្នងតំណែងបាទពីបងប្អូនអ្នកសិល្បៈជើងចាស់បាទនឹងហើយឃើញថារូបរាងរបស់គេក៏ស្រស់ស្អាតសង្ហាបាទទេពកោសល្យគេក៏មានសម្ដីសម្ដាងនិយាយមកក៏ស្ដាប់មកចេះដឹងគួរដឹងសមបាទអាយុប៉ុន្មានអូនសុំម្ដងទៀតមើលអាយុខ្ញុំ13វូអូទៅតែ13ឆ្នាំទេបងប្អូននិយាយឡើងគួរសមជាមួយយើងហ្មងបាទអញ្ចឹងសង្ឃឹមថាបងប្អូននឹងជួយជ្រោមជ្រែងគាត់បន្ថែមហើយពិសេសគឺខ្ញុំក៏ចង់ឃើញអូនមានខោអាវថ្មីស្លៀកស្អាតនឹងគេដែរមានអីចង់ផ្ដាំផ្ញើទៅដល់បងប្អូនទេអូនបាទជាហ្មងខ្ញុំសូមផ្ដាំផ្ញើអរគុណពុកម៉ែបងប្អូនដែលបានតាមដានបទចម្រៀងខ្ញុំតាំងពីដើមរហូតដល់ចប់បាទហើយមកទៀតហើយចង់ឲ្យបន្តគ្រប់គ្រងទៀតអត់ហើយខ្ញុំសូមឲ្យពួកគាត់បន្តការគ្រប់គ្រងរបស់ខ្ញុំបទក្រោយទៀតបានច្រើនជាងនឹងទៀតបាទអូខេហើយសង្ឃឹមថាថ្ងៃណាមួយនឹងឡើងមកបំពេញបានជួបពូដែរបាទអរគុណអូនដែលចំណាយពេលផ្ដល់បទសម្ភាសន៍ជាមួយពូណាបាទពូបាទអរគុណឥឡូវយើងសូមបិទវីដេអូអូនប៉ុណ្ណឹងឯណោះបាទអូខេចាំពូតាក់ទងទៅខាងក្រៅបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលតាមដានទស្សនាពីដើមរហូតដល់ចប់នៅកិច្ចសម្ភាសន៍បាទរវាងខ្មែរ TV ជាមួយនឹងអូនផារិនបាទដែលជាម្ចាស់បទដែលល្បីល្បាញម្ចាស់បទ cover ដែលល្បីល្បាញបាទបទដាក់ទៀនស្នេហ៍បងដែលជាសំនៀងដើមរបស់បងប្រុសញ៉ែមសំអូនបាទហើយជាចុងក្រោយនេះខ្ញុំសង្ឃឹមថាបងប្អូននឹងចែករំលែកវីដេអូនេះឲ្យបានច្រើនហើយសម្រាប់អ្នកដែលស្រឡាញ់នៅវិស័យសិល្បៈបាទគ្រប់គ្រងនៅអ្នកដែលមានទេពកោសល្យផ្នែកសិល្បៈសង្ឃឹមថាគាត់នឹងជ្រោមជ្រែងជាពិសេសគឺបណ្ដាក្រុមហ៊ុននានាផ្សេងធំតូចក្តីធំក្តីបាទជួយគ្រប់គ្រងចម្រៀងបងអូនបាទជាការ sponsor ជាការអីផ្សេងបាទជួយគ្រប់គ្រងចម្រៀងបងអូនជាការ sponsor ឬមួយក៏ទិញជាសម្លៀកបំពាក់ថ្មីបាទដើម្បីសម្រេចក្តីសម័យដល់បងអូនផងបាទពួកខ្ញុំឃើញគាត់គួរឲ្យអាណិតហើយពិសេសគឺជាក្មេងដែលរស់រាយរាក់ទាក់បាទចេះសមអាយុត្រឹមតែ13ឆ្នាំបងប្អូនគាត់និយាយជាមួយយើងមកឡើងចេះរៀបចំពាក្យសម្ដីដូចអាយុ20ឆ្នាំអញ្ចឹងបាទហ្នឹងហើយអរគុណច្រើនបងប្អូនដែលបានតាមដានទស្សនាហើយគណៈពេលនេះបាទខ្ញុំបាទតាវ៉ាន់ចលឹមសូមគោរពលាពីបងប្អូនទៅត្រឹមហ្នឹងហើយដោយក្តីគោរពពីខ្មែរ TV Special បាទឧបត្ថម្ភធំដោយហាងពេជ្រដាណាទ្រីមានលក់ពេជ្រត្បូង Basic មាសនិងផ្លាទីនគ្រប់ប្រភេទហាងពេជ្រដាណាទ្រីទិញស្រួលលក់ស្រួលអាហារបំពេញសុខភាពសារាយសមុទ្រធម្មជាតិ NNP ចែករង្វាន់ម៉ូតូរហូតដល់ 2000 គ្រឿងសារាយសមុទ្រធម្មជាតិ NNP បានទាំងសុខភាពបានទាំងរង្វាន់